សួស្តីប្រិយមិត្តអ្នកស្ដាប់នឹងការសម្ដែងនៅវីដេអូរបស់យើងខ្ញុំប្រិយមិត្តអ្នកស្ដាប់ជាទីគោរពប្រសិនបើរំលឹកទៅដល់ព្រឹត្តិការណ៍ល្បីៗជាច្រើនដែលបានកើតឡើងជុំវិញព្រះអង្គចន្ទមុនីមានវីដេអូខ្លីមួយដែលធ្វើឲ្យមហាជនរាប់លានអ្នកនៅក្នុងប្រទេសកម្ពុជាក៏ដូចជានៅក្រៅប្រទេសមានការភ្ញាក់ផ្អើលនិងរំភើបនឹងកើតជារៀបសទ្ធាជ្រះថ្លាយ៉ាងជ្រាលជ្រៅបំផុតនោះគឺជាសកម្មភាពរបស់បរិសុទ្ធចំណាស់ម្នាក់ដែលបានក្រាបថ្វាយបង្គំនៅចំពោះព្រះភ័ក្ត្ររបស់លោកម្ចាស់គ្រូព្រះអង្គចន្ទមុនីហើយក៏នៅលក្ខណៈនោះគាត់ក៏បានយកដៃទាំងពីរទ្រចាប់ព្រះបាទជើងរបស់ព្រះអង្គចន្ទមុនីលើកយកមកដាក់លើក្បាលរបស់គាត់ដោយក្តីរំភើបនិងទឹកភ្នែកស្រក់ចុះមកលើថ្ពាល់នៅពេលដែលវីដេអូនោះត្រូវបានបង្ហោះចែកចាយតៗគ្នាសំណួរជាច្រើនត្រូវបានចោទឡើងនៅក្នុងចិត្តរបស់មហាជនតើបរិសុទ្ធចំណាស់រូបនោះជាអ្នកណាតើមានហេតុផលអ្វីខ្លះដែលធ្វើឲ្យគាត់ហ៊ានធ្វើសកម្មភាពបែបនេះនៅចំពោះមុខមនុស្សរាប់រយនាក់តើហេតុការតើការលើកជើងព្រះសង្ឃដាក់លើក្បាលគឺជាការប្រមាថឬជាកាយវិការនៃសទ្ធាដ៏បរិសុទ្ធដើម្បីឆ្លើយតបទៅកាន់សំណួរនេះថ្ងៃនេះសូមពុកម៉ែបងប្អូនប្រិយមិត្តអ្នកតាមដានស្ដាប់នឹងការរៀបរាប់និងការបកស្រាយលម្អិតពីប្រវត្តិដើមនៃដើមហេតុការពិតនេះតាមរយៈការសន្ទនានិងការទម្លាយពាក្យពេចន៍ពិតចេញពីមាត់របស់លោកតាផ្ទាល់ប្រិយមិត្តអ្នកស្ដាប់ជាទីគោរពបរិសុទ្ធចំណាស់ដែលបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅក្នុងវីដេអូនោះមានឈ្មោះថាលោកតាថោងនីដាមូនីគាត់គឺជាពុទ្ធសាសនិកជនម្នាក់ដែលមានវ័យច្រែនិងជាអ្នកចូលចិត្តសិក្សាស្វែងយល់និងប្រតិបត្តិធម៌យ៉ាងជ្រាលជ្រៅអស់រយៈពេលជាច្រើនឆ្នាំមកហើយបើសិនជាខ្ញុំនិយាយឈ្មោះគាត់ខុសសូមពុកម៉ែបងប្អូនអភ័យទោសឲ្យខ្ញុំផងលោកតាថោងនីដាមូនីមិនមែនជាមនុស្សដែលជឿលើអ្វីដោយងប់ងល់ឬជឿតាមពាក្យចចាមអារាមនោះឡើយនៅក្នុងជីវិតរបស់គាត់បានជួបប្រទះនិងបានស្គាល់លោកគ្រូព្រះសង្ឃនិងអ្នកសាងសង់ជាច្រើនអង្គប៉ុន្តែចិត្តរបស់គាត់តែងតែស្វែងរកបុគ្គលណាដែលមានបដិបទាសិបរិសុទ្ធនិងមានសមាធិចិត្តពិតប្រាកដកាលពីពេលដែលឈ្មោះរបស់លោកម្ចាស់គ្រូព្រះអង្គចន្ទមុនីចាប់ផ្ដើមល្បីផ្សព្វផ្សាយពេញប្រទេសលោកតាថោងនីដាមូនីក៏ដូចជាប្រជាពុទ្ធបរិស័ទឯទៀតដែរគឺបានលើដំណឹងនេះតាមរយៈបណ្ដាញសង្គមនិងការនិយាយតគ្នាប៉ុន្តែដោយសារភាពជាអ្នកសិក្សាធម៌លោកតាមិនទាន់ជឿភ្លាមនោះទេគាត់ចង់ទៅជួបចង់ទៅឃើញផ្ទាល់និងចង់ទៅសន្ទនាធម៌ដោយផ្ទាល់ភ្នែកនិងផ្ទាល់ត្រចៀករបស់គាត់តែម្ដងពិតហើយអ្នកកាន់ពុទ្ធសាសនានៅកន្លែងនេះត្រូវពិចារណាឲ្យច្បាស់លាស់មុននឹងជឿអ្នកណាដោយព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងអញ្ចឹងទ្រង់ថាមុននឹងជឿអ្នកណាត្រូវតែឲ្យដឹងឃើញផ្ទាល់ភ្នែកចាំជឿកុំជឿទៅតាមសម្ដីអ្នកដទៃឬក៏ជឿទៅតាមនឹងបណ្ដាញសង្គមផ្សេងព្រោះសម័យឥឡូវវាមានតាមបណ្ដាញសង្គមពិតជាមានការបោកប្រាស់ជាច្រើនណាស់ដូចជាតាមអ្នកនេះចឹងមកចូលសាច់រឿងរបស់យើងវិញលោកតាបានរៀបចំដំណើរឆ្ពោះទៅកាន់កន្លែងព្រះអង្គចន្ទមុនីគង់នៅជាមួយនឹងបំណងប្រាថ្នាតែមួយគត់គឺការសាឡបងពិនិត្យមើលអរិយាបថចរិយាវត្តៈនិងការសម្ដែងធម៌របស់ព្រះអង្គចន្ទមុនីថាតើព្រះអង្គពិតជាលោកសង្ឃដែលប្រតិបត្តិត្រឹមត្រូវតាមពុទ្ធឱវាទឬយ៉ាងណាប្រិយមិត្តអ្នកស្ដាប់ទាំងឡាយនៅពេលដែលលោកតាថោងនីដាមូនីបានទៅដល់និងបានចូលទៅក្រាបថ្វាយបង្គំចំពោះព្រះភ័ក្ត្ររបស់លោកម្ចាស់គ្រូព្រះអង្គចន្ទមុនីបានជួបដំបូងបានប្រែប្រួលអារម្មណ៍របស់លោកតាទាំងស្រុងយោងតាមការរៀបរាប់តួរបស់លោកតាថោងនីដាមូនីនៅក្នុងបទសម្ភាសន៍ក្រោយមកគាត់បានបញ្ជាក់ថានៅពេលដែលគាត់បានអង្គុយនៅជិតព្រះអង្គហើយបានចាប់ផ្ដើមលើកសំណួរធម៌ព្រមទាំងស្ដាប់ការអប់រំនិងពាក្យពេចន៍របស់ព្រះអង្គបានកត់សម្គាល់ថាប្រភពនិងកែវភ្នែករបស់ព្រះអង្គចន្ទមុនីគឺពោរពេញទៅដោយមេត្តាចិត្តដ៏ស្អាតស្អំគ្មានការប្រកាន់គ្មានការចង់បានប្រជាប្រិយភាពឬលាភសក្ការៈអ្វីឡើយ
ព្រះអង្គមានពុទ្ធដីកាមកកាន់លោកតាគឺខ្លីៗប៉ុន្តែចាក់ដោតគឺផ្លូវចិត្តនិងជួយរំដោះសេចក្តីសង្ស័យទាំងឡាយដែលឲ្យលោកតាធ្លាប់មានក្នុងចិត្តជាច្រើនឆ្នាំមកហើយរលាយបាត់អស់លោកតាបានរៀបរាប់ថានៅខណៈពេលនោះអារម្មណ៍របស់លោកតាបានផ្លាស់ប្ដូរទាំងការចង់បានសាក់លបងទៅជាសទ្ធាជ្រះថ្លាយ៉ាងជ្រាលជ្រៅស្ដែងចេញពីបេះដូងនៅក្នុងព្រះពុទ្ធសាសនាផ្នែកខ្ពស់បំផុតនៃរាងកាយមនុស្សគឺក្បាលចែកឯផ្នែកទាបបំផុតគឺបាតជើងប៉ុន្តែសម្រាប់លោកតាថងនីដាម៉ូនីនៅពេលដែលគាត់បានឃើញនៅសិលគុណនិងបារមីធម៌ដ៏បរិសុទ្ធរបស់ព្រះអង្គគាត់បានមានអារម្មណ៍ថាព្រះបាទរបស់ព្រះអង្គគឺមានតម្លៃនិងខ្ពង់ខ្ពស់ជាងក្បាលរបស់រូបគាត់ដែលជាប្រជាជនសាមញ្ញទៅទៀតដោយទប់អារម្មណ៍រំភើបមិនបានទឹកភ្នែករបស់លោកតាក៏បានហូរចុះមកគាត់ក៏បានអូនក្រាបទៅដីយកព្រះបាទរបស់ព្រះអង្គចន្ទមុនីយកមកដាក់លើក្បាលរបស់គាត់ដើម្បីសម្ដែងនូវការគោរពនិងសំការលះបង់នៅមានអ្នកនិងភាពប្រកាន់ខ្លួនទាំងស្រុងនៅចំពោះព្រះសង្ឃដែលមានសិលបរិសុទ្ធប្រិយមិត្តអ្នកស្ដាប់ជាទីគោរពបន្ទាប់វីដេអូនោះបានផ្សាយភាយមានមតិមួយចំនួនបានចោទថាតើការធ្វើបែបនេះត្រឹមត្រូវតាមក្បួនខ្នាតដែរឬទេដើម្បីបកស្រាយត្រង់ចំណុចនេះយើងត្រូវយល់អំពីកាយវិការនៃសទ្ធានៅក្នុងប្រពៃណីពុទ្ធសាសនាមានការលះបង់នៅក្នុងពុទ្ធកាលពុទ្ធបរិស័ទឬស្ដេចចក្រពត្តិជាច្រើនអន្លប់ពេលដែលកើតសទ្ធាជ្រះថ្លាយ៉ាងខ្លាំងចំពោះព្រះសម្ពុទ្ធគេតែងតែយកសក់ឬស្ទាបព្រះបាទរបស់ព្រះអង្គដើម្បីបង្ហាញពីការបោះបង់ចោលនៅមានអ្នកនិងអនត្តាការប្រកាន់ខ្លួនឯងចាត់ជាអ្នកដឹកនាំលោកតាថងនីដាម៉ូនីបានបញ្ជាក់យ៉ាងច្បាស់ថាសកម្មភាពដែលគាត់បានធ្វើមិនមែនជាការប្រមាថឬជាការសម្ដែងដើម្បីទាក់ទាញការចំណាប់អារម្មណ៍នោះទេវាគ្រាន់តែជាសកម្មភាពដែលចេញពីចិត្តស្អាតស្អំនិងសទ្ធាជ្រះថ្លាដែលមិនអាចទប់ទល់បាននៅគណៈពេលនោះលោកម្ចាស់គ្រូព្រះអង្គចន្ទមុនីផ្ទាល់នៅពេលដែលលោកតាធ្វើកាយវិការបែបនោះព្រះអង្គក៏មិនអាចសម្ដែងនៅមោទនភាពឬការប្រកាន់ខ្លួនថាខ្លួនជាគ្រូបារមីឡើយព្រះអង្គបានទទួលនៅសទ្ធារបស់លោកតាដោយស្នាមញញឹមស្រទន់និងបានប្រោះព្រំសេរីសួស្តីព្រមទាំងទូន្មានឲ្យលោកតាបន្តរក្សាសិលនិងរក្សាបន់តាមផ្លូវធម៌តទៅទៀតនេះហើយគឺជាស្ពានតភ្ជាប់សទ្ធារវាងអ្នកសាងសិលនិងពុទ្ធសាសនិកដែលស្ដែងចេញតាមរយៈភាពបរិសុទ្ធនៃចិត្តប្រិយមិត្តអ្នកស្ដាប់និងពុទ្ធបរិស័ទជាទីគោរពរឿងរ៉ាវរបស់លោកតាថោងនីដាម៉ូនីនិងព្រះអង្គចន្ទមុនីផ្ដល់ជាមេរៀនយ៉ាងជ្រាលជ្រៅមួយសម្រាប់ពួកយើងគ្រប់គ្នានៅក្នុងសង្គមបច្ចុប្បន្នមួយសទ្ធាត្រូវមានប្រកបដោយបញ្ញាការគោរពប្រតិបត្តិចំពោះព្រះសង្ឃឬអ្នកសាងសើមិនមែនមើលតែសម្បកក្រៅឬជឿតាមការឃោសនានោះទេប៉ុន្តែត្រូវមើលលើចរិយាវត្តៈនិងសីលធម៌ជាក់ស្ដែងពីការបន្ទាបខ្លួនស្វែងរកធម៌ការលះបង់ម្នះនិងការបន្ទាបខ្លួននៅចំពោះមុខធម៌គឺជាផ្លូវនាំទៅរកភាពស្ងប់ស្ងាត់និងការយល់ដឹងនៅក្នុងជីវិតវីដេអូអប់រំនៅព្រះអង្គចន្ទមុនីចប់តែប៉ុណ្ណេះឯងសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះការតាមដាននិងការស្ដាប់របស់ប្រិយមិត្តទាំងអស់គ្នាតាំងពីដើមរហូតដល់ចប់ប្រសិនបើអត្ថបទនៃការសម្រាយហេតុការពិតនេះផ្ដល់នូវចំណេះដឹងនិងសទ្ធាជ្រះថ្លាដល់បងប្អូនរឿងនេះរឿងពិតមិនមែនប្រឌិតឡើយឬក៏មិនមែនជារឿងនិទានឡើយវាគ្រាន់តែជារឿងមួយដែលចាស់ស្ដែងនៅក្នុងសង្គមយើងដែលពុកម៉ែបងប្អូនបានឃើញហើយថាមានតាម្នាក់ដែលគាត់យកជើងព្រះអង្គចន្ទមុនីយកដាក់លើក្បាលនោះឯងអញ្ចឹងហើយខ្ញុំក៏បានបកស្រាយបន្ថែមទៀតឲ្យពុកម៉ែបងប្អូនតែងតែយល់ច្បាស់អំពីការយកជើងដាក់លើក្បាលរបស់លោកតាហ្នឹងវីដេអូក៏ចប់តែប៉ុណ្ណេះឯងសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកតាមដានស្ដាប់របស់ប្រិយមិត្តទាំងអស់គ្នាតាំងពីដើមរហូតដល់ចប់ប្រសិនបើអត្ថបទនៃការសម្រាយហេតុការពិតនេះផ្ដល់នូវចំណេះដឹងនិងសទ្ធាជ្រះថ្លាដល់បងប្អូនកុំភ្លេច Subscribe Channel របស់យើងខ្ញុំផងសូមជូនពរឲ្យប្រិយមិត្តគ្រប់រូបជួបតែសេចក្តីសុខអាយុវណ្ណៈសុខៈពលៈបាយបាយ